សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ត្រឡប់មកវិញជាមួយ Kimchi Flex ដែលថ្ងៃនេះផងដែរជួបជាមួយនឹង admin ម្ដងទៀតដែរជាមួយនឹងរឿងមួយភាគចប់គឺមានចំណងជើងថា Revolver ដែលសាច់រឿងនេះផងដែរគឺជាប្រភេទរឿងបែបអ ுக ្រិតកម្មទៀតដែរអញ្ចឹងក្នុងរឿងនេះផងដែរគឺយើងមានតួអង្គសំខាន់ចំនួន3ដែលតួអង្គទី1មានឈ្មោះថាជុនដូយុនដែលគាត់នៅក្នុងរឿងនេះផងដែរគឺដើរតួជាហាស៊ូយ៉ុងចំណែកឯតួអង្គទី2នោះគឺលោកជីឆាំងវុកដែលអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ក៏ដែរនៅក្នុងរឿង The Manipulated ដែលគាត់ដើរតួជាតួអង្គតេជូងនឹងឯងដែលនៅក្នុងរឿងនេះផងដែរអញ្ចឹងលោកជីឆាំងវុកគាត់នឹងដើរតួជាលោក Andy បន្តមកទៀតគឺកញ្ញាលឹមជីយុនដែលកញ្ញាលឹមជីយុនគឺនៅក្នុងរឿងរបស់យើងគាត់ដើរតួជាចុងយួនសុនដោយសម្រាប់សាច់រឿងរបស់យើងផងដែរចូលមកដល់ព្រាមយើងឃើញថាយើងឃើញតួអង្គហាស៊ូយ៉ុងនេះមុនគេតែម្ដងតែគាត់គឺកំពុងតែត្រូវគេដោះលែងចេញពីគុកហើយឥឡូវហ្នឹងប៉ូលីសគឺកំពុងតែរៀបចំឯកសារជូនគេក៏ដូចជាឆែកខ្លួនរបស់គេអីផ្សេងអញ្ចឹងទៅបន្ទាប់ពីនាងបានចេញពីឃុំមកគឺយើងឃើញថាលោកព្រះរាជអាជ្ញាហុងគឺគាត់បានមកដល់ហើយគាត់បាននិយាយឌឺទៅកាន់ស៊ូយ៉ុងថាគេទាំងអស់គ្នាភ្លេចពីនាងអស់ហើយគេបបង់ចោលនាងអស់ហើយបន្ទាប់ពីការនិយាយឌឺដងរបស់ព្រះរាជអាជ្ញាទៅកាន់ស៊ូយ៉ុងហើយឥឡូវយើងឃើញថាតួអង្គរបស់យើងមួយទៀតគឺគាត់បានចេញមុខមកហើយដែលតួអង្គនោះផងដែរគឺអ្នកនាងចុងយួនសុននឹងឯងដែលនាងហាក់មើលទៅមានចរិតអាឡែអាឡក់មានលេងច្រើនហើយមើលទៅយើងអាចទស្សទាយថានាងនឹងកំពុងតែគិតអីទេឃើញដូច្នោះព្រះរាជអាជ្ញាក៏បានសួរតកាមនាងថានាងនឹងមកធ្វើអីបើសិនជានាងចង់មកយកលុយពីស៊ូយ៉ុងយល់ល្អកុំអីព្រោះថាស៊ូយ៉ុងគឺក្រខ្លាំងណាស់បន្តមកទៀតយើងឃើញថាឥឡូវស៊ូយ៉ុងមករកយួនសុនហើយស៊ូយ៉ុងក៏បានសួរថាតើពួកគេធ្លាប់ស្គាល់គ្នាមែនហើយយួនសុនឮដូច្នោះក៏បានឆ្លើយថាបងស្រីអត់ចាំទេមែនពួកយើងគឺបានជួបគ្នានៅផ្ទះរបស់លោកโจបន្តមកទៀតយើងឃើញថាស៊ូយ៉ុងក៏បានឡើងជិះឡានជាមួយនឹងយួនសុនហើយយួនសុនក៏បានណែនាំខ្លួននាងថានាងឈ្មោះចុងយួនសុនហើយនាងត្រូវបានគេហៅថាចុងម៉ាដាមដែលនាងគឺជាអ្នកធ្វើការនៅក្រោមលោកโจនឹងឯងហើយនាងគឺជាអ្នករៀបចំនិងគ្រប់គ្រងនារីស៊ូយ៉ុងគឺនាងអត់ខ្វល់ទេនាងអត់ខ្វល់ថាតើយួនសុននឹងជាអ្នកណាគេធ្វើអីទេនាងសួរតែមួយម៉ាត់ទេគឺតើនាងជាអ្នកណាគេហើយអ្នកណាគេជាអ្នកបញ្ជូននាងមកហើយនាងចង់បានអីពីគាត់យួនសុនក៏បាននិយាយថានាងគឺជាអ្នកស្ម័គ្រចិត្តមកដោយខ្លួនឯងបន្តមកទៀតស៊ូយ៉ុងនៅតែសួរដដែលថាចង់បានអីគេពីគាត់នៅពេលនោះផងដែរយួនសុនក៏បាននិយាយថាស៊ូយ៉ុងនឹងឆ្លើយហេតុអីបានសួរនាងដដែលអញ្ចឹងស៊ូយ៉ុងក៏បាននិយាយតបទៅវិញថានាងអត់ខ្វល់ពីជើងកាងទេហើយនាងក៏អត់គ្រប់ពួកនឹងដែរបន្ទាប់ពីជប់គ្នាជាមួយនឹងម៉ាដាមចុងហើយឥឡូវយើងឃើញថាស៊ូយ៉ុងនាងក៏បានមកអាគារមួយហ្នឹងមើលទៅជាអាគារដែលនាងធ្លាប់មកជាមួយនឹងមិត្តប្រុសឬក៏ប្តីរបស់នាងប៉ុន្តែនៅពេលដែលនាងមកដល់ការប៉ុន្តែអាគារនោះត្រូវបានមិត្តប្រុសចាស់របស់នាងមានឈ្មោះថាលឹមសុកយ៉ុងដែលពីមុនជាប៉ូលីសជាមួយគ្នាហ្នឹងគឺបានឲ្យទៅមនុស្សផ្សេងម្នាក់ទៀតដែលម្នាក់នោះគឺមានឈ្មោះថាហ្វាងចុងមីប៉ុន្តែនៅពេលដែលនាងមកដល់នោះគឺជាចៃដនហ្វាងចុងមីនោះបានរើចេញពីអាគារបាត់ហើយដែលនៅកន្លែងនោះឥឡូវគឺមានអ្នកផ្សេងតែប៉ុណ្ណោះបន្តមកទៀតយើងឃើញថាឥឡូវស៊ូយ៉ុងកំពុងតែនឹកឃើញរឿងពីមុនដែលកាលពីមុននាងនិងលោកលឹមហ្នឹងគឺបានទិញផ្ទះជាមួយគ្នាដោយការទិញផ្ទះនោះផងដែរគឺជាការធ្វើឡើងដោយសម្ងាត់ព្រោះអ្នកទាំងពីរមិនចង់ឲ្យអ្នកណាដឹងទេព្រោះថាការទិញនោះគឺប្រើប្រាស់ដោយលុយអត់ល្អបន្តមកទៀតយើងឃើញថាឥឡូវសាច់រឿងរបស់យើងចាប់ផ្ដើមចូលទៅកាន់អតីតកាលហើយអញ្ចឹងអេដមីននឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើមានរឿងអ្វីកើតឡើងចំពោះស៊ូយ៉ុងបានជានាងត្រូវជាប់ឃុំដូច្នោះអូខេអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងរបស់ Mr. Lim ជាមួយនឹងស៊ូយ៉ុងហ្នឹងចាប់ផ្ដើមដំបូងគឺបណ្ដាលមកពីពួកគេហ្នឹងទទួលសំណូកមកពី Mr. Cho ប៉ុន្តែរឿងត្រូវបានបែកធ្លាយដោយសារតែថ្ងៃមួយហ្នឹងការសន្ទនារបស់ Mr. Cho ហ្នឹងគឺគេមានឮសូរការនិយាយឈ្មោះរបស់ហាស៊ូយ៉ុងហ្នឹងរហូតដល់ពី3ដងឯណោះដែលនៅក្នុងការសន្ទនានៅក្នុងទូរស័ព្ទនោះផងដែរបានបញ្ជាក់ឲ្យឃើញថាហាស៊ូយ៉ុងហ្នឹងគឺបានទទួលសំណូកពី Mr. Cho ជាច្រើនដងហើយការបែកធ្លាយនោះផងដែរពីដំបូងគឺហាស៊ូយ៉ុងនាងអត់ដឹងទេដឹងតែលោកលឹមម្នាក់ប៉ុណ្ណោះប៉ុន្តែ Mr. Lim ហ្នឹងអត់បានប្រាប់ទៅហាស៊ូយ៉ុងទេហើយរឿងនោះផងដែរគឺត្រូវបានបែកធ្លាយដោយសារតែថ្ងៃមួយ Mr. Cho ហ្នឹងគាត់បានរៀបចំកម្មវិធីជប់លៀងហើយនៅពេលនោះផងដែរគឺមានការបែកធ្លាយតាក់ទងជាមួយនឹងការប្រើប្រាស់គ្រឿងញៀនអ្នកទាំងអស់គ្នាបើសិនជា admin មើលកន្លែងនេះទៅ Mr. Lim គាត់គឺជាបុគ្គលមួយដែលគាត់កាលប៉ុន្តែគឺយកហាស៊ូយ៉ុងនោះលេងសើចទេគាត់អត់បានស្រឡាញ់នាងមែនតែនទេហើយសកម្មភាពគាត់បន្តបន្ទាប់នៅក្នុងសាច់រឿងរបស់
យើងណាគឺបានបង្ហាញឲ្យឃើញថាគាត់ណាគឺខ្វល់តែពីខ្លួនឯងទេគាត់មិនបានខ្វល់ពីអ្នកនាងហាស៊ូយ៉ុងនឹងទេនៅក្នុងវគ្គបន្តមកទៀតនេះយើងឃើញថាលោកលីមនឹងគាត់ក៏បានហៅហាស៊ូយ៉ុងនឹងមកជួបជាមួយនឹងមេធាវីម្នាក់ក៏ដូចជាជួបជាមួយនឹងបរិសម្នាក់ដើម្បីធ្វើម៉េចឲ្យពួកគេនឹងនិយាយបញ្ចូលនាងដើម្បីឲ្យនាងព្រមទទួលទោសជំនួសហើយពួកគេក៏បាននិយាយប្រាប់នាងបន្តថាប្រសិនបើនាងមិនព្រមជួយពួកគេទេនោះពួកគេនឹងជាប់ទោសទាំងអស់គ្នាអញ្ចឹងយកល្អនាងយកទ្រព្យសម្បត្តិពីពួកគេទៅហើយទទួលកំហុសជំនួសពួកគេទៅអញ្ចឹងវាល្អជាជាងជាប់គុកទាំងអស់គ្នាហើយបាត់បង់លុយភ្លាមនោះផងដែរហាស៊ូយ៉ុងនាងក៏យល់ព្រមអញ្ចឹងនាងក៏បានទាញយកសម្រាប់ថតសម្លេងដើម្បីថតសម្លេងអ្នកទាំងអស់នោះទុកហើយបន្ទាប់មកនាងក៏សួរអ្នកទាំងអស់នោះថាប្រសិនបើនាងព្រមធ្វើតើអ្វីទៅជាសំណងដែលនាងនឹងទទួលបានដែលនៅពេលដែលគេថតសម្លេងនោះផងដែរគេក៏បានហៅឈ្មោះលោកលឹមសុកយ៉ុងក៏ដូចជាមេធាវីឈ្មោះយ៉ាងយុនស៊ូហើយជាមួយនឹងអ្នកអង្គុយនៅខាងមុខហើយនៅពេលនោះផងដែរមេធាវីក៏បាននិយាយទៅនាងថាទី1ដែលនាងនឹងទទួលបាននោះគឺនាងនឹងក្លាយទៅជាម្ចាស់ក្រុមហ៊ុនមួយហើយមិនត្រឹមតែប៉ុណ្ណោះទី2នាងក៏នឹងទទួលបានលុយរហូតដល់ទៅ700 មីលានឯណោះហាស៊ូយ៉ុងនាងឮដូច្នោះនាងមិនអស់ចិត្តទេអញ្ចឹងនាងក៏សួរបន្តទៀតថាមានអីឲ្យនាងបន្តទៀតអត់ដែលភ្លាមនោះអេនឌីគាត់នៅអង្គុយខាងមុខហើយគាត់ក៏បានបែរមកក្រោយដើម្បីសួស្ដីទៅហាស៊ូយ៉ុងគាត់បានប្រាប់នាងថាគាត់ដឹងកូននាងខ្លាំងមែនតែនអញ្ចឹងបើសិនជាមានអីដែលនាងចង់បានទៀតនាងអាចប្រាប់គាត់បានគាត់គឺជាមនុស្សម្នាក់ដែលត្រូវការជំនួយពីនាងខ្លាំងជាងគេលើដូច្នោះហាស៊ូយ៉ុងនាងក៏បាននិយាយថានាងមានលក្ខខណ្ឌតែមួយទេអ្វីដែលនាងចង់បាននោះគឺនាងចង់បានអាផាតមិនមួយដែលអាផាតមិននោះគេត្រូវធ្វើយ៉ាងណាឲ្យនៅពេលដែលនាងចេញពីឃុំគឺនាងអាចទៅនៅបានតែម្ដងនៅក្នុងវគ្គបន្ទាប់នេះយើងទៅមើលការសួរចម្លើយរបស់ព្រះរាជអាជ្ញាជាមួយនឹងហាស៊ូយ៉ុងវិញអញ្ចឹងនៅពេលនោះព្រះរាជអាជ្ញាក៏បានសួរនាងថាតើនាងជាអ្នកយកសំណូកពី Mr. Cho មែនដែរឬទេហើយនាងគឺជាអ្នកបំបិតរឿងដែលបានកើតឡើងនៅក្នុងក្លឹប Blue Oyster នឹងមែនទេហើយគាត់ក៏បានសួរទៅនាងបន្តថាតើនាងមានបានចាយលុយដែលនាងទទួលបាននឹងទៅណាទៀតអត់បន្តមកទៀតព្រះរាជអាជ្ញាគាត់ក៏បាននិយាយបន្តថាតើនាងស្គាល់ Aston Promise អត់ក្រុមហ៊ុននោះគឺជាក្រុមហ៊ុនខុសច្បាប់មួយដែលក្រុមហ៊ុននោះបានឲ្យលុយតែកាន់ក្លឹបនោះអញ្ចឹងបានន័យថាលុយដែលនាងយកមកនឹងគឺជាលុយកខ្វក់នៅពេលនោះស៊ូយ៉ុងក៏បាននិយាយទៅវិញថានាងដឹងប៉ុន្តែនាងអត់ខ្វល់ទេលើដូច្នោះហើយព្រះរាជអាជ្ញាក៏បានបន្ថែមថាហ្នឹងហើយអញ្ចឹងបើអត់ខ្វល់ទេក៏អត់ទៅប៉ុន្តែគាត់ចង់ប្រាប់បន្តថាលោកโจហ្នឹងមីស្ទ័រโจហ្នឹងក៏បានប្រាប់គាត់បន្ថែមទៀតដែរថាគេបានឲ្យគ្រឿងញៀនទៅគាត់ហ្នឹងរហូតដល់3ដងនៅក្នុងវគ្គបន្តមកទៀតនេះយើងឃើញថាមីស្ទ័រលីម៉ាបានមកជួបជាមួយនឹងហាស៊ូយ៉ុងរបស់យើងដែលនាងកំពុងតែនៅក្នុងគុកហើយនាងក៏បានប្រាប់គាត់ថានាងឈប់ស្រឡាញ់គាត់ទៀតហើយនាងមិនដែលភ្លេចទង្វើអាក្រក់ដែលគាត់ធ្វើដាក់នាងទេតើតែជួបគ្នាមិនតាន់បានប្រហែលផងស្រាប់តែថ្ងៃមួយសូយ៉ុងឮព័ត៌មានថាមីស្ទ័រលីមហ្នឹងបានសម្លាប់ខ្លួនស្លាប់បាត់ទៅហើយពេលនោះប៉ូលីសក៏បានផ្សព្វផ្សាយបន្ថែមទៀតថារឿងក្តីរបស់លោកលីមទាំងអស់ដែលខុសច្បាប់គឺពួកគេមិនបានរកឃើញអីទេព្រោះពេលដែលលោកលីមស្លាប់ទៅហ្នឹងព័ត៌មានទាំងអស់ក៏បានលាក់ទៅជាមួយនឹងគាត់ដែរនៅក្នុងវគ្គបន្ទាប់យើងឃើញថាស៊ូយ៉ុងក៏បានទទួលសារមួយពីមនុស្សម្នាក់ដែលមានឈ្មោះថាមីនគីយ៉ុនដែលលោកមីនមើលទៅដូចជាធ្លាប់មានទំនាក់ទំនងជាមួយនឹងមីស្ទ័រលីមអញ្ចឹងនៅពេលដែលមកដល់ពួកគេក៏បានជជែកគ្នាហើយមីនគីយ៉ុនក៏បានសួរនាងថាតើនាងត្រូវការឲ្យគេជួយដែរឬទេនាងក៏បានឆ្លើយតបទៅវិញថានាងពិតជាត្រូវការឲ្យគេជួយដូច្នោះហើយមីស្ទ័រមីនគីយ៉ុនហ្នឹងក៏បានឲ្យកំភ្លើងមួយទៅស៊ូយ៉ុងបន្តមកទៀតគេក៏បានប្រាប់ឲ្យស៊ូយ៉ុងហ្នឹងទៅរកលុយដោយការរកលុយហ្នឹងផងដែរលោកមីនគីយ៉ុនបានឲ្យនាងទៅរកមនុស្សម្នាក់ដែលមនុស្សម្នាក់នោះគឺជាមេឬក៏ថ្នាក់លើរបស់ពួកគេដែលធ្លាប់ធ្វើប៉ូលីសជាមួយគ្នាហ្នឹងហើយគំរាមគាត់ដើម្បីយកលុយនៅក្នុងវគ្គបន្តមកទៀតនេះយើងឃើញថាស៊ូយ៉ុងគាត់ក៏បានមកជួបជាមួយនឹងមីស្ទ័រโจនៅពេលដែលពួកគេជួបគ្នានោះផងដែរមីស្ទ័រโจក៏បានប្រាប់ស៊ូយ៉ុងថានាងដឹងអត់ថាហេតុអីបានជាមីស្ទ័រលីមនឹងស្លាប់ហើយមីស្ទ័រโจក៏បានប្រាប់នាងបន្តថាមីស្ទ័រលីមត្រូវបានគេសម្លាប់ដោយសារតែគាត់បានដឹងព័ត៌មានតាក់ទងជាមួយនឹងក្រុមហ៊ុន Aston Promise នឹងដែលនៅពេលដែលគាត់ដឹងព័ត៌មាននោះហើយគឺ CEO របស់ Aston Promise នឹងមានឈ្មោះថា Grace គឺបានសម្លាប់គេប៉ុន្តែក្រៅពីនេះកុំឲ្យគេសួរគាត់ទៀតអីព្រោះថាគាត់ដឹងរឿងត្រឹមតែប៉ុណ្្នឹងឯងដឹងព័ត៌មានដូច្នោះហើយនា
នាងក៏បានមករកលោកមីនគីយុនម្ដងទៀតឲ្យគាត់ប្រាប់នាងពីព័ត៌មានរបស់ Grace នឹងហើយលោកមីនគីយុនក៏បានប្រាប់នាងចឹង Grace នឹងគឺជាកូនចិញ្ចឹមរបស់ Eastern Promise CEO ចាស់ដែលមានឈ្មោះថា Lim So Jong ហើយ Grace នោះផងដែរកាលពីមុនគឺនាងធ្លាប់ធ្វើការនៅចិនដែលនាងមានការងារជា model ហើយបន្ទាប់មកទៀតនាងស្រាប់តែមានតានឹងចិញ្ចឹមនាងហើយអ្វីដែលសំខាន់គឺ Grace នឹងមិនមែនជាកូនចិញ្ចឹមតែម្នាក់របស់ Lim So Jong នឹងទេមានកូនស្រីម្នាក់ទៀតមុន Grace នឹងដែល Lim So Jong នឹងពិតជាស្រឡាញ់ហវាងចុងមីខ្លាំងមែនតើហើយគាត់ក៏បានរៀបចំនឹងឲ្យក្រុមហ៊ុនរបស់គាត់នឹងទៅកាន់ហវាងចុងមីដើម្បីកាន់កាប់ដែរបន្ទាប់មកទៀតនេះយើងឃើញថាស៊ូយ៉ងគាត់ក៏បានមកជួបជាមួយនឹងស៊ីនដុងហូដែលស៊ីនដុងហូនឹងគឺជាបុគ្គលិកម្នាក់ដែលគាត់ធ្លាប់ធ្វើជាប៉ូលីសជាមួយនឹងលោកលីមសុកយ៉ងហើយនាងក៏បានសួរគេថាតើលោកលីមនឹងមុននឹងគាត់ស្លាប់គាត់បានសើបពីរឿងក្តីអ្វីខ្លះប៉ុន្តែលោកដុងហូនឹងគឺអត់បានប្រាប់នាងទេបន្ទាប់ពីការព្យាយាមសួរនាំតែកាន់ដុងហូហើយអញ្ចឹងចុងក្រោយដុងហូក៏បានប្រាប់ព័ត៌មានខ្លះទៅនាងអ្វីដែលគាត់ប្រាប់នាងនោះគឺទី1តាក់ទងជាមួយនឹងហវាងចុងមីគាត់បានប្រាប់នាងថាហវាងចុងមីនឹងរត់ចោលស្រុកហើយការដែលគេរត់នោះផងដែរគឺដោយសារតែគេនឹងបានបោកប្រាស់លុយរបស់អ្នកដទៃហើយឥឡូវហ្នឹងហវាងចុងមីនឹងគឺពិតជាមានមែនតែនាងបានទៅរស់នៅស្រុកផ្សេងហើយបន្ទាប់មកទៀតនាងក៏បានសួរគេតាក់ទងជាមួយនឹងម៉ាដាមចុងហើយគេក៏បានឆ្លើយទៅវិញថាម៉ាដាមចុងហ្នឹងក៏ជាស្រីស្នេហ៍ម្នាក់របស់លីមសុកយ៉ងដែរនៅក្នុងវគ្គបន្តមកទៀតនេះយើងឃើញថាម៉ាដាមចុងជាមួយនឹងស៊ីនដុងហូគឺបានជួបគ្នាដែលបើសិនជាយើងមើលទៅអាចថាពួកគេនឹងប្រហែលជាធ្លាប់ធ្វើការជាមួយនឹងគ្នាដែរដែលនៅក្នុងវគ្គនេះលោកដុងហូបានប្រាប់ម៉ាដាមចុងនឹងឲ្យតាមដានមើលស៊ូយ៉ងនឹងហើយប្រាប់ព័ត៌មានមកគេវិញគ្រប់សកម្មភាពទាំងអស់របស់ស៊ូយ៉ងហើយនៅពេលនោះម៉ាដាមចុងឆ្ងល់មែនតើហេតុអីបានជាប៉ូលីសនឹងឬក៏ដុងហូនឹងចេះដឹងរឿងរបស់ស៊ូយ៉ងម៉ែដែលការពិតទៅគឺដុងហូឬក៏ប៉ូលីសចិត្តអាក្រក់នឹងគាត់គឺមានចិត្តស្រឡាញ់ជាមួយនឹងស៊ូយ៉ងដែរប៉ុន្តែត្រូវបានស៊ូយ៉ងនឹងបដិសេធពីមុនមកហើយកន្លែងនេះណាទាំងអស់គ្នាដុងហូនឹងក៏បាននិយាយប្រវត្តិរបស់ម៉ាដាមចុងដែរអញ្ចឹងម៉ាដាមចុងគាត់គឺជាមនុស្សស្រីម្នាក់ហើយគាត់គឺជាមេម៉ាយដែលសារតែគាត់នឹងធ្លាប់មានប្តីរបស់គាត់មានអាយុ40ឆ្នាំហើយប្តីរបស់គាត់នឹងមានស្រីជាច្រើនហើយតែងតែដើរបង្ករឿងពេញនឹងតែម្ដងដែលធ្វើឲ្យម៉ាដាមចុងនឹងចពាក់ចពិនជាមួយនឹងលោកដុងហូនឹងឯងដែលជាប៉ូលីសជួយដោះស្រាយរឿងក្តីប្តីរបស់គេឥឡូវស៊ូយ៉ងបានរកឃើញម៉ាដាមចុងហើយដោយនៅពេលនោះស៊ូយ៉ងបានសន្យាម៉ាដាមចុងថាបើសិនជានាងធ្វើការជាមួយនឹងគេនឹងបង់ថ្លៃឲ្យនាងរហូតដល់20 million អាណូដែលនៅពេលនោះផងដែរស៊ូយ៉ងក៏បានឲ្យម៉ាដាមចុងនឹងរកនឹកមើលថានរណាគេគឺជាអ្នកដែលតាក់ទងជាមួយនឹងលីមសុកយ៉ងកាលពី2ឆ្នាំមុនដែលនៅពេលនោះផងដែរម៉ាដាមចុងគាត់ក៏បាននឹកឃើញទៅដល់ Andy ដែល Andy គឺមានអាយុប្រហែលជា30ឆ្នាំហើយគាត់ឧស្សាហ៍ជួបជាមួយនឹងលីមសុកយ៉ងមែនតែនហើយនៅពេលនោះផងដែរស៊ូយ៉ងនាងក៏បានដឹងថា Andy នឹងហើយដែលជាបុគ្គលជំពាក់លុយគេចឹងគេក៏បានសុំលេខផ្ទះរបស់ Andy នឹងហើយនៅពេលនោះម៉ាដាមចុងក៏បាននិយាយទៅកាន់ស៊ូយ៉ងថានឹងហើយ Andy នឹងគឺជាប្អូនប្រុសរបស់ Grace ហើយអ្នកខ្លះក៏ជឿថាពួកគេនឹងមានទំនាក់ទំនងស្នេហាជាមួយគ្នាបន្ទាប់មកទៀតស៊ូយ៉ងក៏បានសួរនាងហើយឲ្យនាងនឹងឆ្លើយតាមត្រង់ថាអ្នកណាគេជាអ្នកឲ្យនាងនឹងមកយកស៊ូយ៉ងនៅពេលដែលនាងចេញពីគោកដែលនៅពេលនោះផងដែរម៉ាដាមចុងក៏បានឆ្លើយតាមត្រង់ទៅថាការពិតទៅនាងមិនមែនមកដោយខ្លួនឯងទេគឺលោកដុងហូជាអ្នកបញ្ជានាងហើយនាងក៏មកដោយសារតែនាងនឹងគឺជាពាក់គាត់ឥឡូវយើងឃើញថានៅក្នុងវគ្គបន្តមកទៀតនេះម៉ាដាមចុងគឺគាត់បានបើកឡានជូនស៊ូយ៉ងមកជួប Andy នៅពេលដែលជួបនោះផងដែរ Andy អត់ចាំថាស៊ូយ៉ងនឹងជាអ្នកណាគេទេស៊ូយ៉ងឃើញ Andy សួរអញ្ចឹងគាត់អត់ខ្វល់ទេគាត់ក៏និយាយថាគាត់ចង់បានតែលុយគាត់ទេអញ្ចឹងឲ្យលុយគាត់មកវិញមក Andy ឃើញដូច្នោះគាត់ក៏បានឆ្លើយថាគាត់ឈប់ធ្វើការងារឲ្យក្រុមហ៊ុន Eastern Promise នឹងហើយចឹងនាងអត់អាចទារលុយពីនរណាគេដែលលាឈប់ឬក៏ត្រូវបានគេដេញចេញពីក្រុមហ៊ុនបានទេបន្តមកទៀត Andy ដែលមានអាការៈមើលទៅដូចស្វងឬក៏ញៀនថ្នាំនឹងក៏បានហៅអ្នកដែលធ្វើការនៅទីនោះស្រាប់តែគេមកដល់ Andy ធ្វើការវាយដំគ្នាឡើងប្រកាច់ប្រកុនមើលទៅវេទនាខ្លាំងមែនតើហើយគេក៏បានស្រែកទៅឲ្យអ្នកបម្រើមួយនោះថាហេតុអីបានឲ្យអ្នកដតី
โจลมอกเยิงปรับหายท่าทั้งไงนี้มันอ้อยน่ะโจมาจูบเยิงเตบันตอบมาเตียนะมันดังทางบ่เจ้นะต่างอ้อคันนี้แอนดี้นังพลายเพลียวอัดโดยนังขนมเรื่องมนไหนก็สำได้เตขนมเรื่องนี้คือปัจจัยเกราะแมนเต้นโดยซาแต่เนเป้ได้ไว้เนี่ยบ่มราวนังคือข้าวกอดปันและจังกอดกอดแม่ดอกข้าวกวีกเวนใต้หมดดองนักขนมแวบบันตอบมาเตียนี้เยิงเคยแทนแอนดี้บันจะสระแดกแก้วบันตอบมาเตียนะแมนเอาเนี่ยบ่มราวดับบอกเกนูฮะจะตักมอดได้มีลีลอมจมูกหนึ่งเชียมได้เตอร์แบนเกไว้นังโจตะขนมแก้วนูบันตอบมอเกกับแบนย่อมเหลี่ยมได้ดับบอกเกโกจมูกหนึ่งสระนังเฮากับแบนบัญชีเอาไอ้ซูยองพักบ่าเส้นจีเนียงพักเกซันอย่าท่าเกหนังเอาเลยเตอเนียงซูยองเหมือนจำยูเนียงก็ยอแก้วสระนูหมกพักอ้อใต้มาดองได้ซาแต่เป็นนูว่าเนียงกับแบนเคยกับโบบมวยได้เมื่อเต้าโดยเจียกับโบบลอยจังด้านเนเป้ได้เนียงพักหายนูเนียงกับแบนแต่ยอกับโบบนูปอนตายเนเป้ได้เนียงบากมอก็น่าต่างอ้อก็เนี่ยสลอกจอได้ไรคือมันแมนเจียกับโบบลอยเต้ปอนตายใบเจียกับโบบทนำเนียนตื่นเว้ยเฮาทนำเนียนนูได้คือเจียทนำเนียนได้แอนดี้กับปงแต่เปล่าหนึ่งอันซูยองเคยเดือดนอนเนียงได้ก็ให้ยอดได้ยอดเจิงมองเฮาแอนดี้คือการแต่ดื้อเตียแกกับแบนในใหญ่แต่กันซูยองแท้ยอกเวียแต่ลวกเตอร์แบนลอยโดยแต่เนียเต้หรือก่อนเนียงอาจปลาเวียกับแบนได้ผัวเนียงจอบกกแต่ซาแต่เรื่องทนำเนียนนังอันได้ขณะนูพองได้คือซูยองรถแต่ข้องบันทามเตียจังเนียงก็ดอดำบองระบอนเนียงแต่เจียได้นังยอกหมกวีไอตื่นเลอแอนดี้คลังตาหมดดองสำปองให้สำปองเตียเฮาสไลท์แทแฮดไอ้ก็เกมันกรบซันนะยาแกเตาแตงกรบซันนะยาพองนี่ยัยหมดเตาเทยจังแอนดี้น่ะต่างออกนี่ก้อนใหญ่ดูตะกันซูยองเตียแทกรบไอ้แกหัวเนื้อมาจะวดได้แดดคนกาวไอ้พองบรรทอมอกซูยองคนจังแกก้อนใหญ่แท้เลยบอลลูกแอนกรบซันยามบานเต้เอาเล็กตุรซับเนี่ยน่าได้กรบซันยามจมูกหนังเกมอกได้ไลค์แอนดี้ดอกบอยยังเว้ยเนี่ยน่าต่างออกนี่สังแห่ตารูปเต้ปอนใต้อัดพร้อมเอาใบเฉียดต่อได้ซูยองตู่เว้ยปอนใต้จังไรเอ้ยดะซูยองบานใต้หมวยได้สับแต่ซูยองสมปองบันไทม์เตี้ยเฮาตึกออกกับไอยกมอกดักเจิงเกนหรือนุบันตอบมอก็เวียเจิงเกรอโหดดอดบะตายมาดองบันตอบมอเตียได้ยังเคยน่าเลยนี่เกรซนังคือดังเรื่องระบอบโอนโปรระบอบครัวนายโดยแกบันตัดใจจมวยหนัง Chief Director ได้เมื่อเตอบุรมาแนนูคือจิได้แสดงระบอบเกนังไอเฮาบัดเส้นจะเนี่ยต่างออกนี่แบนเมื่อเรื่อง The Manipulated คือ Chief Director นังไงคือเจียหลูปูโนยงซิกระบอบยังนังไอจ้างบันตอปีแกดังเรื่องระบอบแอนดีเอาหายเนียงชงอแมนแตนทาลอยแบนแต่กันแอนดีนังเนอฮาดไอ้บันจะแอนดีนังเหมือนพร้อมบองลอยนู้แต่เอาฮาซูยองนังหลบปูนัวกับแบนชลายแต่กันเกรซนังวันแทลอยนังคือแบนมาดอดได้แอนดีไอ้ปนใต้แอนดีเหมือนแมนโยแต่เอาฮาซูยองเต้คือแอนดีบันโยลอยนู้แต่ใจอ้อลิงนักขนมคาสิโนใต้มาดองนักขนมแบบบันตอมาเตียนี้ยังเคยทามาดามจงจมวยหนังมิสเตอร์โจคือเตาแบนก็หาหมกจุบจมวยนัง Chief Director นังหายปูนัวกับแบนใหญ่แต่กันเนี่ยต่างปีนังแทแกหนังบากหางทำไมเอาเนี่ยต่างปีนังกันกาปนตายมีเรื่องมวยได้รมคันเกคลังแมนแตนจังเอาเนี่ยต่างปีนังจุยดอสไรแต่เรื่องลูกพองได้คือแต่ตรงจมวยนังฮาซูยองนังห้ายปนตายดอสไรนังกดอัดจังเอาดอสไรไอเต้คือกรอนตายสังเกตเมื่อฮาซูยองปันหนังเองหน้าต่างออกนี่ให้ใบยืนก็เลยเติมเมื่อมาดามจงแอดมินเตียจัดกดอัดดังเต้กอดเมื่อเตยปัจจิสมอตรังจมวยนังซูยองแมนแตนผลแต่กอดกอดเฟอร์แกในกรอมเกรสเฮาแอดมินก็เคยทากอดนังแบนเฟอร์แกในกรอมซินดงโฮได้จังกอดรีพอร์ตเติมมาหล่อโฮดนังบ่าเมื่อเตยกอดก็เจียมนูมันเนี่ยได้อัดกัวตกจัดเต้ระเบียบท่าเมื่อเตยกับพลายจัดหล่อผลแต่และปดจังเตยนักนองแวะบันตอหมอตีนี้ยังเคยทามาดามจงจมวยหนังซู
យ៉ងបានមកវិហារមួយដែលវិហារនោះគឺជាទីកន្លែងដែល Grace នឹងកប់សាកសពរបស់ហវាងចុងមីដោយការធ្វើឃាតជាមួយនឹងកប់សាកសពរបស់ហវាងចុងមីនឹងផងដែរគឺដោយសារតែ Grace នឹងចង់បានទ្រព្យសម្បត្តិរបស់ Lim So Chong ដែលជាម្ដាយចិញ្ចឹមរបស់ខ្លួននឹងដោយ Grace គឺគេខ្លាចម្ដាយចិញ្ចឹមរបស់គេនឹងឲ្យទ្រព្យសម្បត្តិក៏ដូចជាក្រុមហ៊ុនទៅហវាងចុងមីនឹងអញ្ចឹងដើម្បីឲ្យបានមកខ្លួនគឺមានតែសម្លេះគេចោលនឹងឯងនៅពេលដែលគេមកដល់ហើយយើងឃើញថាលោកលីម៉ាគាត់មុននឹងស្លាប់ក៏បានបកគោលផតាងដែលផតាងនោះគឺជាផតាងដែលគាត់ត្រូវបានគេសម្លាប់ក៏ដូចជាការរកឃើញកន្លែងនោះដែលជាកន្លែងដែលហ្វាងចុងមីនឹងត្រូវបានក្រេសម្លាប់អញ្ចឹងហើយគឺឲ្យលោកសងនោះបកគោលឯកសារនោះទៅឲ្យស៊ូយ៉ងតែម្ដងនៅពេលដែលពួកគេត្រឡប់មកវិញស្រាប់តែជីតាមផ្លូវ Andy ក៏បានបិទផ្លូវពួកគេហើយឲ្យជើងកាងប្រមាណអ្នកមកធ្វើបាបស៊ូយ៉ងតែម្ដងដោយការបិទផ្លូវនោះផងដែរមែនតែនទៅម្ដាមចុងក៏គាត់ដឹងរឿងដែរចង់គ្រាន់តែឃើញភ្លាមស៊ូយ៉ងនាងដឹងតែម្ដងនាងក៏បាននិយាយថាម្ដាមចុងជាជនក្បត់ដែរនៅពេលនោះម្ដាមចុងក៏បានតបទៅវិញថាគាត់អត់បានប្រាប់ Andy ទេគាត់បានប្រាប់តែ Chief Director តើបន្តមកទៀតយើងឃើញថាស៊ូយ៉ងចូលពីឡានទៅពួកគេមានការតចែកគ្នាឆ្លោះគ្នាអញញ៉ៃចលោអីពេញណងអញ្ចឹងមួយសតូក្រោយមកទើបយើងឃើញថាស៊ូយ៉ងហ្នឹងលួចរត់បានសម្រាប់ដោយសារតែទទួលបានជំនួយការជួយពីម្ដាមចុងដោយម្ដាមចុងឃើញពួកគេនោះចង់សម្លាប់ស៊ូយ៉ងអញ្ចឹងក៏បានបើកឡានមកធ្វើដូចជាបុកពួកគេអញ្ចឹងបន្តមកទៀតយើងឃើញថាឥឡូវ Grace គឺដឹងព័ត៌មាននោះទៀតហើយអញ្ចឹងគេក៏បានបញ្ជាឲ្យស៊ីនដុងហូហ្នឹងធ្វើម៉េចជួយដោះស្រាយរឿងនោះបន្តមកទៀតនេះយើងឃើញថាឥឡូវស៊ូយ៉ងបានរត់គេចទៅក្នុងព្រៃហើយពួកជើងកាងទាំងអស់នោះក៏បានតាមនាងប៉ុន្តែតាមមិនបានប្រមាណផងពួកគេក៏ត្រូវបាននាងសម្លេះចោលទាំងអស់តែម្ដងបន្តមកទៀតឥឡូវយើងឃើញស៊ូយ៉ងហ្នឹងរត់ចេញមកក្រៅវិញហើយដុងហូហ្នឹងគឺចង់សម្លាប់នាងប៉ុន្តែនៅពេលនោះម្ដាមចុងក៏បានខាត់ប៉ុន្តែត្រូវបានដុងហូហ្នឹងគំរាមសម្លាប់នាងដូចគ្នាអញ្ចឹងម្ដាមចុងក៏បានរត់ចូលឡានហើយបិទកញ្ចក់បាត់ទៅបន្តមកទៀតនៅពេលនោះយើងឃើញថា Mr. Cho គាត់ក៏បានមកដល់ដែរហើយគាត់បានទាញទូរស័ព្ទដើម្បីថតហើយពេលនោះគឺដុងហូឆេវឆាវខ្លាំងមែនតែនអញ្ចឹងគេក៏បានបាញ់ទៅកាន់ទូរស័ព្ទរបស់ Mr. Cho នឹងហើយធ្វើឲ្យត្រូវម្រាមដៃរបស់គាត់ខណៈនោះផងដែរយើងបានឃើញថាស៊ូយ៉ងគេក៏បានទៅពួននៅក្រោយ Andy នឹងហើយដុងហូក៏បាននិយាយថានេះគឺជាឱកាសចុងក្រោយរបស់ស៊ូយ៉ងហើយអញ្ចឹងនាងគួរតែបង្ហាញខ្លួនហើយគិតចេញទៅហើយនាងលើកក្រោយកុំឲ្យពួកគេឃើញមុខទៀតអញ្ចឹងគេនឹងទុកជីវិតឲ្យនាងនិយាយចុះនិយាយឡើងគេក៏បានដើរមកដល់កន្លែងដែលនៅខាងក្រោយ Andy នឹងហើយភ្ជង់កំភ្លើងទៅចំជាមួយនឹងស៊ូយ៉ង Andy ក៏បានស្រែកថាបាញ់នាងទៅមិនបាញ់នាងប៉ុន្តែអ្នកទាំងអស់គ្នាដងហូអត់ហ៊ានទេព្រោះដោយសារគេអត់ដាច់ចិត្តព្រោះថាពីមុនគេក៏ធ្លាប់មានចិត្តលងស្រឡាញ់ជាមួយនឹងស៊ូយ៉ងដែរអ្នកទាំងអស់គ្នានិយាយទៅស៊ូយ៉ងរបស់យើងគាត់ចាស់មែនប៉ុន្តែមើលទៅគឺចាស់មួយដែលមើលទៅមានភាពតាក់ទាញខ្លាំងមែនតែនមានមនុស្សច្រើនគឺស្រឡាញ់គាត់ដោយសារតែដងហូមិនហ៊ានបាញ់ដូច្នោះហើយធ្វើឲ្យស៊ូយ៉ងមានឱកាសអញ្ចឹងនាងក៏បានដកកំភ្លើងដែលមានគីយន្តឲ្យគាត់នឹងហើយបាញ់ចំត្រចៀករបស់ដងហូតែម្ដងបន្ទាប់មកទៀតនាងក៏បានបញ្ជាឲ្យ Andy នឹងខលទៅកាន់ Grace ដើម្បីយកលុយមកលួស Andy ពីគេហើយនៅពេលនោះនាងក៏បានដេញ Mr. Cho នឹងក៏ដូចជាដងហូនឹងឲ្យពួកគេទៅព្យាបាលទៅហើយបន្ទាប់មកឲ្យម្ដាមចុងនឹងជួយគេយក Andy នឹងទៅដាក់ឡានដើម្បីទៅកាន់វិហារបន្ទាប់មកទៀតយើងឃើញថាឥឡូវនៅវិហារនោះ Grace គឺបានមកដល់ហើយនាងក៏បានយកលុយមួយកាបូបទៅឲ្យស៊ូយ៉ងបន្ទាប់មក Grace ក៏បានព្យាយាមរុញ Andy ចេញទៅក្រៅមិនទាន់រុញចេញផងពួកគេក៏បានឆ្លោះប្រកែកគ្នាដោយសារតែ Grace ពិតជាធុញទ្រាន់ជាមួយនឹងសកម្មភាពដែល Andy បានបង្ករឿងម្ដងហើយម្ដងទៀត Grace អន់ចិត្តខ្លាំងពេកនាងក៏បាន
បានដើរចេញទៅប៉ុន្តែនាងមិនទាន់ទៅបានផងអេនឌីក៏បានស្រែកថាម៉ាក់កុំទុកខ្ញុំចោលអីកុំបោះបង់ខ្ញុំចោលអីខ្ញុំតែងតែធ្វើអ្វីគ្រប់យ៉ាងដែលម៉ាក់ប្រាប់ម៉ាក់កុំទុកខ្ញុំចោលបានអត់ដែលហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងឃើញហើយរឿងហេតុទាំងអស់គឺកើតឡើងដោយសារតែ Grace ជាមួយនឹង Andy នឹងជាម៉ែកូននឹងគ្នាហើយពួកគេព្យាយាមសម្លាប់ខ្វាំងចុងមីដើម្បីយកទ្រព្យសម្បត្តិហើយដល់ពេលមានរឿងលាក់ចូលលាក់ឡើងទៅវាធ្វើឲ្យរឿងហ្នឹងពាក់ព័ន្ធជាមួយនឹងស៊ូយ៉ុងដែរដែលធ្វើឲ្យនាងខ្លាចទៅជាជនរងគ្រោះដែរជាមួយនឹងពួកគេចឹងទៅដោយសារតែ Grace មិនដាច់ចិត្តអញ្ចឹងគេក៏បានថយក្រោយហើយរុញ Andy បន្តទៅទៀតទៅជាចុងបញ្ចប់នៃសាច់រឿងយើងឃើញថាការសងសឹករបស់ហាស៊ូយ៉ុងគឺបានសម្រេចហើយបន្តពីការសងសឹកនោះផងដែរស៊ូយ៉ុងគឺគេចាប់ផ្ដើមមានលុយហើយអញ្ចឹងគេលែងចង់បានអីទៀតហើយអញ្ចឹងនាងក៏បានដើរទៅកាន់មាត់សមុទ្រអង្គុយផឹកស្រាហើយហូបសាច់ត្រីម្នាក់ឯងអញ្ចឹងទៅជាចុងបញ្ចប់នៃសាច់រឿងតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះសាច់រឿងមួយនេះតើការប្រព្រឹត្តរបស់ហាស៊ូយ៉ុងអ្នកទាំងអស់គ្នាគិតថាជារឿងត្រឹមត្រូវដែរឬទេជាចុងបញ្ចប់អេដមីនអរគុណច្រើនដែលអ្នកទាំងអស់គ្នាតែងតែស្រឡាញ់ចូលចិត្ត Kimchi Flash បើសិនជាអ្នកទាំងអស់គ្នាមានមតិយោបល់យ៉ាងណាកុំភ្លេច comment នៅខាងក្រោមអេដមីនតែងតែធ្វើការអាន comment និងមតិយោបល់ទាំងអស់របស់ទាំងអស់គ្នាហើយមតិយោបល់ទាំងអស់នោះពិតជាធ្វើឲ្យ admin សប្បាយចិត្តក្នុងការធ្វើសាច់រឿងបន្តអរគុណច្រើនសម្រាប់ការទស្សនាជាមួយ Kimchi Flash Bye bye